1. សត្វពស់គឺជាសត្វដ៏មានគ្រោះថ្នាក់បំផុតដែលវាតែងតែលេចឡើងក្នុងរដូវវស្សាដោយសារតែរដូវវស្សាមានទឹកភ្លៀងធ្លាក់បន្តបន្ទាប់គ្នាជាប់រហូតដែលជាហេតុធ្វើឲ្យសត្វប្រភេទនេះត្រូវរកទីជម្រកថ្មីដើម្បីគេចចេញពីទឹកទៅរកទីទួលផ្សេងៗរួមទាំងផ្ទើដែលនៅជិតពួកវាផងដែរព័ត៌មានបន្ថែមសម្រាប់ការពារខ្លួនដើម្បីសុវត្ថិភាពក្នុងរដូវវស្សាអ្នកគួរអនុវត្តដូចខាងក្រោមសម្អាតបរិវេណផ្ទះកុំទុកឲ្យមានស្មៅស៊ុបទ្រុបឬកំណោឈើឬកំទេចកំទីនៅជិតផ្ទះព្រោះវាជាកន្លែងដែលពស់ចូលចិត្តសំងំពិនិត្យកន្លែងងងឹតមុននឹងចូលបន្ទប់ទឹកឬកន្លែងងងឹតគួរប្រើពន្លឺភ្លើងឲ្យបានច្បាស់បិទចន្លោះប្រហោងពិនិត្យមើលតាមមាត់ទ្វារឬបង្អួចដែលមានចន្លោះដែលអាចឲ្យពស់វាចូលបានសូមជួយចុច like comment share និង follow ម្នាក់មួយថងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត